អ្នកជំនាញកសិកម្មស្នើឲ្យពលរដ្ឋចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកជាការចូលរួមចំណែកការកាត់បន្ថយការនាំទំនិញចូលពីបរទេសអគ្គលេខាធិការរងជំរុញចលនាភូមិមួយផលិតផលមួយលោកសួនរ៉ាស៊ីបានលើកឡើងថាมันមានជនជាតិណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេដូចនេះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជួយគាំទ្រហើយនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានសុវត្ថិភាពទាំងអ្នកដាំដុះនិងអ្នកទទួលទានការលើកឡើងដូចនេះក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរកន្លងទៅបានចែងថានាំគ្នាគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរដើម្បីកាត់បន្ថយការនាំចូលទំនិញមកពីបរទេសដែលប្រឈមគ្រោះថ្នាក់ចំពោះសុខភាពនិងបាត់បង់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិនៅរសៀលថ្ងៃទី26ខែឧសភាឆ្នាំ2025លោកអគ្គលេខាធិការរងបានបន្តថារាជរដ្ឋាភិបាលបង្កើតចលនាភូមិមួយផលិតផលមួយជាកត្តាសំខាន់ដើម្បីឲ្យមូលដ្ឋាននីមួយៗមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចតាមរយៈបំផុសការដាំដុះឬជំរុញការផលិតនៅមុខទំនិញប្រចាំភូមិឋានប្រកបដោយគុណភាពនៅពេលប្រជាពលរដ្ឋតាមភូមិឃុំមានការងារធ្វើដ៏រស់រវើកគ្រប់គ្នានោះចរន្តសេដ្ឋកិច្ចនឹងដំណើរការទៅមុខពិសេសកាត់បន្ថយបាននៅការធ្វើចំណាកស្រុកបានមួយផ្នែកធំលោកសួនរ៉ាស៊ីបានបញ្ជាក់ថាសមាជិកចលនាភូមិមួយផលិតផលមួយដែលមានផលិតផលយកទៅដាក់លក់ក្នុងពិធីបុណ្យទានឬពិព័រណ៍ផ្សេងត្រូវបានគិតគូរសម្រាប់តូបដាក់តាំងបង្ហាញដោយមិនត្រូវចំណាយលើសេវាណាមួយឡើយបន្ថែមលើនេះក្រុមការងារនឹងជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានដឹងនិងស្គាល់អំពីគុណភាពផលិតផលដែលជាសមាជិកចលនាភូមិមួយផលិតផលមួយបន្ថែមទៀតជាមួយគ្នានេះលោកមឿងគង្គាអភិបាលរងខេត្តកំពតបានលើកឡើងដែរថាខេត្តកំពតមានសក្តានុពលខ្ពស់ផ្នែកកសិកម្មទេសចរណ៍និងឧស្សាហកម្មខ្នាតតូចភាពចម្រុះនៃធនធានធម្មជាតិនិងវប្បធម៌បានធ្វើឲ្យខេត្តកំពតមានផលិតផលពិសេសជាច្រើនហើយប្រកបដោយគុណភាពនិងមានលក្ខណៈសម្គាល់ផ្ទាល់ខ្លួនការដាក់ចេញនៅចលនាភូមិមួយផលិតផលមួយរបស់រាជរដ្ឋាភិបាលមានគោលបំណងកំណត់អត្តសញ្ញាណលើកកម្ពស់និងអភិវឌ្ឍផលិតផលសក្តានុពលរបស់ភូមិនីមួយៗបច្ចុប្បន្នរដ្ឋបាលខេត្តកំពតបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផលគន្លឹះមួយចំនួនដែលជាមោទនភាពរបស់ខេត្តមានដូចជាម្រេចទុរេនអំបិលទឹកត្រីនិងផលិតផលកសិកម្មដទៃទៀតតាមរយៈការចុះពិនិត្យនិងវាយតម្លៃផលិតផលរបស់ក្រុមការងារសេវាកម្មដែលបានចុះបញ្ជីក្នុងឆ្នាំ2021-2022មានចំនួន49មុខរួមមានផលិតផល8ប្រភេទបន្ថែមទៀតដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ2024